នៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025លោកណុបភីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោងខេត្តតាកែវរួមដំណើរដោយលោកស្រីសមាជិកសសយកបានចុះសួរសុខទុក្ខនិងនាំយកថវិការបស់អាយដាមសុកពុទ្ធិវុឌ្ឍប្រធានសសយកខេត្តតាកែវនិងថវិកាពីការចូលរួមរបស់សមាជិកសសយកស្រុកសំរោងសរុបចំនួន50,000រៀលជូនទៅដល់លោកយាយអឹមសានដែលរងគ្រោះដោយសារអគ្គិភ័យបានឆាបឆេះផ្ទះគាត់ទាំងស្រុងកាលពីថ្ងៃទី8ខែមីនាឆ្នាំ2025កន្លងទៅនេះស្ថិតនៅក្នុងមូលដ្ឋានភូមិត្រមែងឃុំជំរះពេនស្រុកសំរោងខេត្តតាកែវដែលមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំតំណាងឲ្យលោកយុទ្ធស៊ីវប្រធានក្រុមប្រឹក្សាឃុំជំនួយការសមាជិកសសយកឃុំនិងអាជ្ញាធរមូលដ្ឋានភូមិផងដែរសូមអរគុណ